លេខ Facebook របស់ថ្ងៃមានដឹងអត់ថា Facebook របស់យើងវាមានសុវត្ថិភាពកម្រិតណាហើយប្រកាសអត់ថា Facebook ហ្នឹងមានតែយើងម្នាក់ទេដែលលេងមិនមានជនទី2ឬក៏ជនទី3ឬក៏ជនខិលខូចណាដែលចូលមកលេង Facebook យើងទេអញ្ចឹងដើម្បីចូលទៅឆែកមើលថា Facebook របស់យើងវាមានសុវត្ថិភាពឬក៏អត់មានអ្នកទី2ចូលទៅលេង Facebook ហ្នឹងទេយើងចូលទៅមើលក្នុងវីដេអូហ្នឹងទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងចូលមកកាន់កម្មវិធី Facebook យើងមកអូខេរួចហើយយើងចូលមកកាន់កន្លែង menu សម្រាប់ទូរស័ព្ទ iPhone ហើយសម្រាប់ទូរស័ព្ទ Android យើងចុចទៅកាន់ទៅ tray 3ណាយើងចុចលើ menu ហើយយើងអូសឡើងទៅលើយើងរកពាក្យ setting and privacy យើងចុចលើវាហើយយើងចុចលើ setting ហើយយើងមើលនៅខាងលើគឺយើងឃើញថា account center នេះណាអូខេ account center បែបនេះហើយយើងនឹងឃើញមានទី1 personal details ទី2គឺ password and security ហើយនឹងទី3 add preference ហើយនឹងចុងក្រោយគឺ verification អញ្ចឹងទាំងអស់ហ្នឹងយើងគាត់ចុចលើផ្ទាំងវាមកចុចបាច់មកវា load ឲ្យឃើញអត់គេយើងអូសឡើងទៅលើយើងរកពាក្យ password and security នេះអញ្ចឹងយើងចុចលើវាមក password and security ហើយយើងអូសឡើងទៅលើបន្តិចមកយើងនឹងឃើញ where you are logged in ចុចអាហ្នឹងមកចុចបាច់មកហើយយើងចុចទៅលើវាមួយទៀតមកអូខេនេះណាអញ្ចឹងពេលដែលយើងចូលមកដល់កន្លែងនេះបើសិនបើមានទូរស័ព្ទឬក៏ device ផ្សេងទៀតដែល log in ជាមួយនឹង account ហ្នឹងវានឹង load ព័ត៌មានទាំងអស់នៅក្នុងហ្នឹង load ទាំងទីតាំង load ទាំងម៉ាកទូរស័ព្ទតែម្ដងណាហើយដោយសារតែ account នេះគឺមានតែ log in តែមួយទេគឺទៅលើទូរស័ព្ទដៃ iPhone X អញ្ចឹងគឺមានតែមួយទេហើយបើសិនបើបងប្អូនឆែកទៅឃើញមានទូរស័ព្ទផ្សេងដែលមិនមែនជាទូរស័ព្ទរបស់យើងយើងអាច log out វាចេញបានបើសិនបើឧទាហរណ៍នៅខាងក្រោមមានទូរស័ព្ទផ្សេងយើងចុចទៅលើវាទៅហើយយើងចុចទៅលើពាក្យ log out ទៅអញ្ចឹងវានឹង log out ចេញពី account Facebook របស់យើងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយកុំភ្លេចចូលទៅ check មើលទាំងអស់គ្នាផងជៀសវាង account មួយគឺប្រើ2នាក់ឬក៏មានជនខិលខូចគាត់លួចចូលមើលអីអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ